Ban đầu này ngày nay dân đang chụp niên vậy tại tôi mới hưởng bên đại kháng thai thể hiện kia nó bán chọn tu chẳng là thằng học này mình tên tới sầm nhập vô mộ nhưng mà sao chưa thì này thằng học này tại tôi chỉ muốn đường mình đang vô bị chấn chỉ mình sầm đại đang ngày hai mua là hai đại chỉ mình sầm đại nó khơi tha vậy tới mìnhเป็นปฏิกาไอ้จัดการล่างประตอคือประเทศไทยแต่จะมีในโชบายทำไมดับใบจัดแรงในโครงการมันจังดอกแรงจมูกหนึ่งกองตอบยังแต่ดับใหม่รูปจังก็ได้ต่างกันนี้วิมันจะถึงพลายเตสมัยประเทศไทยกับโดจียังมือtớiประวัติศาสตร์ก็โดจียังมือtới hướngกับร้องtớiแต่บ้านการล่างระเบียงกัมพูชีทางไทยนะบางเมียนนี่คือเจียhướngจมบองมองได้ไทยแต่โยเพียมองใหญ่นะไม่ดับประตูเรือกัมพูชีบ่อเยื้องบาโครงการมันจังอ่านวัดtới hướngไอ้มวยตัวอย่างโดยจีโครงhướng đo lên nơi ở đại con top nhân động bày rụp nên chẳng như tới top bị miền ca cho nơi cây prom prieng san tập hiệp miền Campuchia Thái đại miền ca cho rùm bị khang Malay lục an và Ibrahim cho mời nông president Donald Trump hai bây đôi chỉ miền tập hiệp sắp còn ba đây bàn tay khỏi pe tại sắp ban vào hai chia mà dễ vì hạ bây đôi chỉ rong ngược lương đạiประเทศไทยnâng kia nâng miềnกับđôi chỉ vậy đạiประเทศชนไทยkia nâng កំពុងតែមិនព្រមមិនយល់ស្របនឹងបាទក៏បានបញ្ឆេះបាទឲ្យមានងើបភ្លើងនឹងវាមានកម្ដៅឡើងមកវិញណាដោយថ្ងៃហ្នឹងយើងឃើញថាមានដែលខាងថៃបានផ្ទុះហ្នឹងគឺផ្ទុះនៅតំបន់ដែលនៅទល់មុខជាមួយនឹងប្រាសាទតំបន់ព្រះវិហារបាទដោយខាងថៃគេបានចុះផ្សាយថាមានការជន់មានដាច់ជើងនៅកងទ័ពគេម្នាក់ក៏ដូចជាបាទរបួសម្នាក់ទៀតដែរដោយយើងមើលទៅវាហាក់បីដូចជាមិនសមហេតុផលតែម្ដងខ្ញុំឆ្ងល់ថាហេតុអីបានជាសុកគាត់ទៅជន់ហ្នឹងហើយខ្ញុំអត់យល់ដែរហើយមិនក៏ល្បាតរាល់ថ្ងៃមិនជន់ហើយនឹងបានវាជន់ហើយមែនតែនទៅគ្រាន់ថាយើងដឹងស្រាប់ហើយថាប្រទេសថៃនេះគឺបកកែជាងគេគឺហលលេះដើម្បីមិនចង់អនុវត្តដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងយើងដឹងហើយថាថ្ងៃ12ខែវិច្ឆិកានេះគឺប្រទេសថៃនឹងត្រូវដោះលែងគឺដាក់កងទ័ពយើង18រូបបាទប៉ុន្តែអ្វីដែលយើងឃើញមកវិញហ្នឹងគឺថាចិត្តដល់ថ្ងៃហើយបើជាមានការផ្ទុះមីនបាទហើយបន្ទាប់មកហ្នឹងគឺខាងលោកអានុធីនដែលជានាយករដ្ឋមន្ត្រីក៏បានប្រកាសថាគេនឹងធ្វើការផ្អាកជាមួយនឹងកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃនឹងទៀតអ្នកទាំងអស់គ្នាហើយខ្ញុំដឹងថាយកគេសំអាងលើហេតុផលមួយហ្នឹងដើម្បីយកមកផ្អាកហើយផ្អាកបានអត់ទៀតអ្នកទាំងអស់គ្នាព្រោះមានការចូលរួមពីលោកអានវ៉ាផងហើយមានការចូលរួមពី President Donald Trump ផងហើយគេយករឿងមីនហ្នឹងយកមកជាលេសដើម្បីដាក់បន្ទុកមកលើកម្ពុជារបស់យើងណាដែលជាហេតុផលដែលមិនសមស្របតែម្ដងលក្ខណៈថាដើរជន់ខ្លួនឯងអីខ្លួនឯងមិនស្រួលហ្នឹងមីនហ្នឹងដាក់ខ្លួនឯងជន់ខ្លួនឯងផងមិនដឹងបាទព្រោះមែនតើកម្ពុជាយើងឡើងមានប្រភេទហ្នឹងនៅសេសសល់ដែរហើយគ្មានហេតុផលអីដែលកម្ពុជាយើងយកមីនទៅដាក់នៅក្នុងទឹកដីថៃដែរទាំងដែលយើងសូម្បីតែឈានជើងតមាជហ៊ានណាចូលទៅក្នុងទឹកដីថៃមិនបានផងហ្នឹងហើយព័ត៌មានថ្មីចេញទៀតសោតថាកម្ពុជារបស់យើងមានគេហៅថាអ្នកលួចចូលខុសច្បាប់ទៅកាន់ប្រទេសថៃជាហោហាយអីចឹងទៅហើយគេចូលខុសច្បាប់មកផ្សេងហ្នឹងចូលទៅចាប់គេបានប៉ុន្តែចូលដាក់មីនហ្នឹងចូលចាប់អត់បានទេតែគណៈថាចង់បដ ாய் ឲ្យគេចូលទៅដាក់ឲ្យអាងដើរជន់មែនវាអត់មានសមហេតុផលសោះហ្មងអ្នកទាំងអស់គ្នាហើយខ្ញុំនិយាយការប៉ັດខ្ញុំឃើញព័ត៌មានហ្នឹងហើយវាហាក់បីដូចជាអត់មានអីថ្មីសម្រាប់ខ្ញុំប៉ុន្តែគ្រាន់ថាខ្ញុំចង់បញ្យល់ទៅបងប្អូនយើងខ្លះហ្នឹងហើយគ្រាន់ថាជាការយល់ឃើញរបស់ខ្ញុំទេចង់ចែករំលែកនៅជា idea ជាគំនិតរបស់ខ្ញុំខ្លះហ្នឹងហើយព្រោះមើលទៅស្ថានភាពហ្នឹងគឺគេហាក់បីដូចជាមិនចង់និយាយគេហ្នឹងគឺសំដៅតែលេខ2ហ្នឹងអ្នកទាំងអស់គ្នាបាទគឺមិនចង់ដោះលែងជាមួយនឹងកងទ័ពមួយវិញទេហើយហេតុផលនៃការមិនចង់ដោះលែងហ្នឹងខ្ញុំនិយាយការប៉ັດក៏មិនដឹងថាហេតុផលច្បាស់លាស់ណាមួយដែរព្រោះយើងមើលទៅបើយើងមើលតាមជាក់ស្ដែងទៅហាក់បីដូចជាចង់ទុកដើម្បីគម្រាមកម្ពុជាយើងក្នុងការដោះដូរអីមួយបាទដែលថ្មីហ្នឹងឃើញថាមានការមិនពេញចិត្តមែនទែនជាមួយនឹងប្រាសាទតាកបីដែលត្រូវបានកម្ពុជាយើងគ្រប់គ្រងបានទាំងស្រុងបាទហើយក៏មានពាក្យចចាមអារាមមួយចំនួនទៀតដែរដែលលេចឮថានៅក្នុងរាជវាំងប្រទេសថៃហ្នឹងគេចេះមកស្ដេចស្រីថៃហ្នឹងគឺចេះគុំចេះអីចឹងទៅហើយគេទុកកងទ័ពយើងដើម្បីធ្វើពិធីអីចឹងទៅអ្នកទាំងអស់គ្នាអានេះមែនតើទៅខ្ញុំមិនដឹងថាប៉ັດឬក៏យ៉ាងណាទេក្រុមហេតុផលណាមួយបងប្អូនទាំងអស់គ្នាអាចធ្វើការយកទៅពិចារណាដោយខ្លួនឯងបន្ថែមទៀតបានគ្រាន់តែជាការចែកម្លែកនេះគឺគ្រាន់តែជាការដែលជាការយល់ឃើញតិចតួចរបស់ខ្ញុំទេអ្វីដែលសំខាន់ជាងគេហ្នឹងគឺថា
ឲ្យទៅចិត្តមិនរឿងអីមួយតែត្រូវដោះលែងកម្ពុជារបស់យើងឬក៏ត្រូវដោះលែងរយៈកងទ័ពរបស់យើងគឺគេតែងតែមានហេតុផលថ្មីហេតុផលប្លែកឬក៏បង្កើតសេណារីយ៉ូថ្មីសេណារីយ៉ូដែលធ្លាប់ប្រើពីមុនមកហ្នឹងគឺដើម្បីជាហេតុផលមួយក្នុងការមិនចង់ធ្វើអីមួយអីចឹងទៅហើយអ្វីដែលខ្ញុំគិតឃើញហ្នឹងគឺថាគេធ្វើគ្រប់យ៉ាងគឺគ្រាន់តែមិនចង់ដោះលែងនៅកងទ័ពយើងអ្នក18រូបប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាបាទហើយឬថាមានការបើកប្រជុំបើកអីរហូហែទៅទៀតហើយយើងក៏មិនដឹងថាបន្តមកទៀតនៅមានអីកើតឡើងតទៀតដែរអញ្ចឹងយើងមានតែមើលស្ថានភាពនឹងបន្តទាំងអស់គ្នាទៀតហើយយើងត្រូវតែជឿជាក់លើរដ្ឋាភិបាលរបស់យើងទៅបាទឲ្យពួកគាត់បានសម្រេចសមិទ្ធផលឲ្យយើងបានឃើញច្រើនមកហើយបាទហើយសង្ឃឹមថាបងប្អូនយើងទាំងអស់គ្នាព្យាយាមតាមដានមើលមែនតើព្រោះថាពួកនេះវាមានលេសគ្រប់បែបយ៉ាងថ្មីរហូតបាទខ្ញុំតាមវាអត់តាន់ទេខ្ញុំតាមដានព័ត៌មានសៀមក៏ដូចជាព្រឹត្តិការណ៍ដែលកើតឡើងនៅក្នុងប្រទេសសៀមខ្ញុំតាមការសតិអារម្មណ៍ឲ្យអ្នកទាំងអស់គ្នាបាទព្រោះវាថ្មីមករហូតហើយខ្ញុំនេះគិតថាអូហើយវាប្លែកមែនតើអ្នកទាំងអស់គ្នាខ្ញុំសរសើរជាតិសាសមួយនឹងមែនតើឲ្យទៅទង្វើអាក្រក់គឺពួកនឹងមានគំនិតថ្មីមករហូតហើយខ្ញុំសរសើរជាតិសាសមួយនឹងមែនតើអ្នកទាំងអស់គ្នាបាទហើយយើងសង្ឃឹមថាស្ថានភាពនឹងមិនអាក្រក់ទៅវិញទេព្រោះថាយើងដើរដល់ដំណាក់កាលមួយនេះវាហត់នឿយច្រើនដែរនឹងហើយហមបានសន្តិភាពប៉ុណ្ណេះប៉ុន្តែសង្ឃឹមថាប្រទេសថៃក៏ដូចជាប្រជាជនជននិយមរបស់ប្រទេសថៃនឹងនឹងធ្វើការរក្សាសន្តិភាពនេះឲ្យបានបាទព្រោះតម្រាំតែបានសន្តិភាពយើងមិនស្រួលទេបាទប៉ុន្តែយើងមើលទៅលើពួកប្រជាជនប្រទេសថៃជននិយមមួយចំនួនណាហាក់ដូចជាមិនសូវចង់បានសន្តិភាពទេបាទហើយវាមិនចឹងទេប្រជុំឯងវាងុំត្រង់រដ្ឋាភិបាលគេនឹងវាគ្រប់គ្រងទៅលើបកក៏ដូចជាពួកជននិយមនឹងទៅទៀតហ្នឹងហើយលក្ខណៈថាធ្វើអីក៏អត់ត្រូវចិត្តដែរជាទៅតើបានវាយគ្នាតើបានស៊ីសាច់ហត់ឈាមគ្នាហ្មងបានអស់ចិត្តហើយបន្ថែមទៅលើនឹងទៀតសោតនិយាយការប៉ັດខ្ញុំមិនមែននិយាយអញ្ចឹងឲ្យបងប្អូនយើងឆ្លោះគ្នាអីទេណាបាទគាត់ថាខ្ញុំនិយាយជាការប៉ັດអ្វីដែលខ្ញុំសង្កេតឃើញបាទមែនតើទៅពីមុនខ្ញុំរៀងឲ្យតម្លៃខ្លាំងទៅលើបងប្អូនយើងគេថាខ្មែរលើឬក៏ខ្មែរសុរិនណាបាទគាត់ថាអូពួកគាត់បាទជាខ្មែរដើមឬក៏ជាជនខ្មែរយើងដែលថៃបានដណ្ដើមទឹកដីខ្មែរយើងទៅហើយបាទដោយការប្រជាជនទៅជាមួយនឹងឯងបាទហើយយើងគិតថាពួកគាត់នៅតែមានបេះដូងខ្មែរបាទជាហោហែអីចឹងទៅប៉ុន្តែមកដល់ពេលនេះខ្ញុំហាក់បីដូចជាពួកយល់ថាពួកគាត់ហាក់បីដូចជាត្រូវបានគេលៀងខួរហើយជាគាត់ស្ដាប់ទេអ្នកទាំងអស់គ្នាព្រោះយើងមើលទៅដូចជាបងប្អូនយើងតែបងប្អូនយើងខាងសុរិនហ្នឹងហាក់ដូចជាអត់មានគ្រប់គ្រងមកលើខាងខ្មែរយើងទេបាទហាក់បីដូចជាត្រូវបានសារព័ត៌មានជាពិសេសហ្មងបាទរបស់ប្រទេសថៃហ្នឹងបានលៀងខួរពួកគាត់ឲ្យមានការយល់ច្រឡំមកកាន់ខ្មែរកដាលយើងបាទហ្នឹងហើយអញ្ចឹងសង្ឃឹមថារឿងគ្រប់យ៉ាងនឹងត្រូវបានបងប្អូនយើងខាងសុរិនគាត់នឹងធ្វើការភ្ញាក់ខ្លួនខ្លះទៅបាទព្រោះគ្រប់យ៉ាងហ្នឹងគឺគេចង់ឲ្យខ្មែរនិងខ្មែរឆ្លោះគ្នានឹងឯងបាទអត់អីទេចឹងវីដេអូថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេបាទសង្ឃឹមថាគ្រប់យ៉ាងនឹងប្រសើរឡើងបន្ទាប់ពីរឿងថ្ងៃនេះណោះអូខេអរគុណអ្នកទាំងអស់គ្នាជួបគ្នាវីដេអូក្រោយ